Ok,នេះគឺជាវិញ្ញាសាបែបដុតធ្លាប់ចេញប្រឡងកាលពីឆ្នាំ2014ប្រឡងលើកទី2ណាហើយវីដេអូនេះខ្ញុំនឹងដកយកផ្នែក grammar ជាមកបង្ហាញជូនទាំងអស់គ្នាឥឡូវយើងទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាគេថា there are four answers after each statement មានចម្លើយចំនួន4បន្ទាប់ពីល្បះនីមួយៗ only one answer is correct មានតែចម្លើយមួយប៉ុណ្ណោះដែលត្រឹមត្រូវ choose the correct letter A B C or D ជ្រើសអក្សរដែលត្រឹមត្រូវដែលមាន A B C ឬក៏ D The first one was done as an example for you ចម្លើយមួយដំបូងត្រូវបានធ្វើជាឧទាហរណ៍សម្រាប់អ្នករួចហើយតែមួយ example គេថា yesterday she blah 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 to Siem Reap គេថាកាលពីម្សិលមិញនាងយ៉ាងម៉េចនាងបានទៅ Siem Reap ណាអញ្ចឹងចម្លើយមាន A go B is going C goes D went ហើយចម្លើយដែលត្រឹមត្រូវនៅទីនេះគឺ D went ហេតុអីដោយសារល្បះខាងលើនេះវាផ្ដើមដោយ yesterday យើងមើលតែ yesterday មួយយើងនឹងអាចរើសចម្លើយបានហើយ yesterday វាគឺជាពាក្យសម្រាប់បញ្ជាក់អំពីអតីតកាលអញ្ចឹងចម្លើយ A go វាជា verb 1ធម្មតាมันអាចដាក់ចូលបានទេចម្លើយ B verb to be បូកនឹង verb ing ក៏มันអាចដាក់ចូលបានដែរចម្លើយ C goes វាជា verb នៅក្នុង present simple ប្រើជាមួយ he she it អញ្ចឹងវាមិនអាចដាក់ចូលបានទេអញ្ចឹងចម្លើយដែលត្រឹមត្រូវមានតែមួយគត់គឺ D ណាឥឡូវយើងទៅមើលលេខ1 number 1គេថាម៉េច we blah 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 with the prime minister for dinner at the Sunway Hotel tonight ណាពួកយើងជាមួយនឹង prime minister នាយករដ្ឋមន្ត្រី for dinner សម្រាប់អាហារពេលល្ងាច at the Sunway Hotel tonight នៅឯសន្តាគារ Sunway នៅយប់នេះអញ្ចឹងយប់នេះមិនទាន់កើតទេណាពាក្យថា tonight នេះគឺជាពាក្យសម្រាប់បញ្ជាក់អំពី future បញ្ជាក់ពីអនាគតអញ្ចឹងគ្រាន់តែមើលប៉ុណ្ណឹងយើងអាចនឹងស្មានចម្លើយដឹងបាត់ហើយឥឡូវយើងទៅមើលចម្លើយទាំងអស់គ្នាគេថា A មានអីខ្លះ A will be met B have been met C were met D are meeting អញ្ចឹងតើចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវវិធីសាស្ត្រនៅក្នុងការជ្រើសរើសចម្លើយគឺយើងត្រូវកាត់យកចម្លើយណាដែលខុសចេញណាចម្លើយណាដែលយើងសង្ស័យថាវាខុសយើងដកវាចេញឲ្យអស់សិនដើម្បីយើងមានជំរើសតិចនៅក្នុងការជ្រើសរើសចម្លើយដែលត្រឹមត្រូវយកទៅបំពេញចន្លោះអញ្ចឹងយើងមើលចម្លើយណាដែលគួរតែជាចម្លើយដែលខុសទាំងស្រុងណាយើងមើលពាក្យ tonight ដែលខ្ញុំនិយាយមិញវាគឺជាពាក្យដែលបញ្ជាក់អំពី future អនាគតអញ្ចឹងយើងទៅមើលចម្លើយ C មើលចម្លើយ C were met ណែ were យើងឃើញតែ were មួយហ្នឹងយើងដឹងថាវាជា past simple verb to be ហើយវាជា verb to be ដែលប្រើនៅក្នុងអតីតកាលអញ្ចឹងសួរថាតើវាត្រឹមត្រូវទេសម្រាប់ល្បះមួយនេះអញ្ចឹងគឺជាចម្លើយដែរមិនត្រឹមត្រូវទេគឺជាចម្លើយដែលខុសទាំងស្រុងណាអញ្ចឹងយើងដកវាមួយចេញបាត់យើងសល់តែ3ជម្រើសឯងឥឡូវយើងទៅមើល A គេថា will be met អញ្ចឹង will យើងឃើញ will will នេះយើងប្រើវាសម្រាប់អនាគតបានណាអញ្ចឹងប្រហែលជាត្រូវប៉ុន្តែយើងមើល be met មិនវិញ be met អានេះយើងត្រូវដឹងថាទម្រង់ will បូកជាមួយនឹង be បូកជាមួយនឹង verb 3វាគឺជាអីវាគឺជា future simple passive មានន័យថាវាជាអនាគតកាលអកម្មអនាគតកាលអកម្មបានន័យថាប្រធានជាអ្នករងអំពើវិញណាប៉ុន្តែប្រធាននៅទីនេះគឺ we ជាមនុស្សអញ្ចឹងវាមិនអាចរងអំពើបានទេវាត្រូវតែជាអ្នកធ្វើអំពើអញ្ចឹងចម្លើយ A ក៏ជាចម្លើយដែលខុសដែរអញ្ចឹងយើងកាត់វាចោលមួយទៀតឥឡូវយើងទៅមើលចម្លើយ B វិញម្ដង B គេថា have been met អញ្ចឹងយើងឃើញ have been នេះបើយើងដក have been ជាមកនិយាយវាអាចនឹងចូលកាលអីគេកាល present perfect ណាមានន័យថា have has បូកជាមួយនឹង verb 3ប៉ុន្តែមាន met មួយទៀត met នេះក៏ជា verb 3ដែរអញ្ចឹងទម្រង់ have has បូកជាមួយនឹង been បូកជាមួយនឹង verb 3អានេះវាចូលទម្រង់អីគេឥឡូវខ្ញុំសរសេរឲ្យមើលណា have has បូក been បូកនឹង verb 3នេះយើងហៅថាហ្នឹងគឺជាទម្រង់ present perfect passive
okay present perfect passive អញ្ចឹងឲ្យទៅលើពាក្យថា passive យើងត្រូវដឹងថា passive គឺប្រធានអ្នករងអំពើប្រធានអ្នករងអំពើបានន័យថាប្រធាននោះវាមិនអាចជាមនុស្សទេជាទូទៅវាអាចជាវត្ថុជាទីកន្លែងអីអញ្ចឹងហើយរបស់ចម្លើយ B ក៏ជាចម្លើយដែលមិនត្រឹមត្រូវដែរទី1វាជា present perfect ទី2វាជា passive វាមិនស៊ីគ្នាទៅនឹងពាក្យ tonight ដែលយើងមកបញ្ជាក់ future ទេណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមានតែមួយគត់គឺចម្លើយ D នេះណាចម្លើយ D គឺជាចម្លើយដែលត្រឹមត្រូវ are meeting អញ្ចឹងយើងបានទៅជា we are meeting with the Prime Minister for dinner at the Sunway Hotel tonight ណាអញ្ចឹងមានន័យថាម៉េចមានន័យថាពួកយើងនឹងជួបជាមួយនាយករដ្ឋមន្ត្រីសម្រាប់អាហារពេលល្ងាចនៅឯសន្តាគារ Sunway នៅយប់នេះអញ្ចឹងបានន័យថារបស់ទី1វាគឺជាការ present continuous for the future ណាវាជាបច្ចុប្បន្នការកំពុងបន្តសម្រាប់អនាគតអញ្ចឹង ing ឡើយនេះមិនប្រែថាកំពុងទេគឺយើងប្រែថានឹងវាមិនទាន់កើតទេវានឹងកើតនៅយប់នេះ tonight អូខេឥឡូវយើងទៅមើលលេខ2គេថាម៉េចគេថា Mr. សម្បត្តិ blah 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 his vacation after the project is completed គេថាលោកសម្បត្តិហ្នឹងយ៉ាងម៉េចចុចឡើងនេះវិស្មការរបស់គាត់នេះបន្ទាប់ពី project គម្រោងការត្រូវបានបញ្ចប់រួចរាល់ណាអញ្ចឹងចម្លើយមានអីខ្លះចម្លើយ A គឺ will take B គឺ took C គឺ has taken D គឺ taking អញ្ចឹងដូច number 1 មិនដដែលគឺយើងព្យាយាមដកយកចម្លើយណាដែលយើងសង្ស័យថាខុសចេញឲ្យអស់ដើម្បីមានជំរើសនៅសល់តិចសម្រាប់ជ្រើសរើសចម្លើយណាដែលត្រឹមត្រូវឥឡូវយើងទៅមើល A ណាឯគេថា will take តើវាអាចជាចម្លើយត្រឹមត្រូវទេអញ្ចឹងយើងមើលក្នុងន័យខាងលើតើវាគួរតែជាការអីគេថាបន្ទាប់ពីអីនេះបន្ទាប់ពីគម្រោងការត្រូវបានបញ្ចប់អញ្ចឹងបានន័យថាវាអត់តន់ចប់ទេណាវាអត់តន់ចប់ទេអញ្ចឹងវារបស់នេះវាប្រកាសជានិយាយពីអនាគតហើយអញ្ចឹង A យើងឃើញមានការប្រើ will ណាការប្រើ will អញ្ចឹងវាអាចនឹងត្រូវណាយើងមើលមកផ្លែតទៅអាចនឹងត្រូវប៉ុន្តែយើងកុំតន់សម្រាប់ចិត្តយើងទៅមើល B វិញ B took verb អីគេ verb to ហ្នឹង verb ក្នុង past simple ហ្នឹងអញ្ចឹងចម្លើយនេះគឺខុសទាំងស្រុងណា C គេថា has taken អានេះវាជាអីវាជា present perfect ណា have has verb 3គឺទម្រង់ present perfect ហើយអញ្ចឹងវាមិនអាចនៅក្នុងអនាគតបានទេអញ្ចឹងគឺវាជាចម្លើយដែលខុសដែរណាឥឡូវ D taking ទេយើងដែរធ្លាប់ឃើញគេប្រើ verb ing ទេអត់មាន verb to be អត់អញ្ចឹងចម្លើយនេះគឺខុសមួយទៀតហើយយើងមើល Mr. សម្បត្តិបន្ទាប់ពី Mr. សម្បត្តិហ្នឹងគឺទេអត់មាន verb to be ទេអញ្ចឹងយើងដាក់ Mr. សម្បត្តិ taking គឺវាមិនអាចទៅរួចទេទម្រង់នេះគឺខុសអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ A អញ្ចឹងយើងបានចម្លើយ A គឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងរបស់នេះគឺបានទៅជាអីបានទៅជា Mr. សម្បត្តិ will take his vacation after the project is completed មានន័យថាលោកសម្បត្តិហ្នឹងនឹងឈប់សម្រាកណានឹងមានវិស្មការរបស់គាត់បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់អូខេឥឡូវយើងទៅមើលលេខ3បន្តចូលមកដល់ number 3គេថា Mr. ចន្ទថា blah 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 for the day when the phone call came ណាគេថាលោកចន្ទថាយ៉ាងម៉េចសម្រាប់ថ្ងៃនៅពេលដែលទូរស័ព្ទណា phone call came នៅពេលដែលការហៅទូរស័ព្ទបានមកដល់ណាអញ្ចឹងយើងទៅមើលចម្លើយ A អីគេ A គេថា has already left B already leaves C
already left D had already left okay ឥឡូវយើងទៅមើល A គេថា has already left តើជាចម្លើយត្រឹមត្រូវទេអញ្ចឹងយើងមើលទម្រង់នេះទម្រង់ចម្លើយ A នេះវាគឺជា present perfect ណាដូចខាងលើមិញនេះចម្លើយ C មិញជា present perfect ដែរអញ្ចឹងវាគួរតែជាចម្លើយត្រឹមត្រូវទេយើងទៅមើលរបស់របស់យើងនៅខាងក្រោយនេះគេថាម៉េច when the phone call came យើងឃើញពាក្យ came នេះ came នេះវាគឺជា verb to ណាវាជា verb to វានៅក្នុង past simple ក្នុងអតីតកាលអញ្ចឹងវាមិនអាចប្រើជាមួយ present បានទេអតីតកាលគឺចប់សពគ្រប់ហើយណាអញ្ចឹងចម្លើយ A គឺចម្លើយដែលខុសពីព្រោះចម្លើយ A គឺជា present perfect ទេ B already leaves អញ្ចឹង leaves ជា verb អីគេយើងមើល leaves មាន s នេះជា verb នៅក្នុង present ដែរអញ្ចឹងចម្លើយ B ក៏ជាចម្លើយដែលខុសមួយទៀតណាចម្លើយ C វិញ already left okay already left គឺជាចម្លើយដែលអាចនឹងត្រឹមត្រូវពីព្រោះអានេះវាជាទម្រង់ past simple ដែរបងប្អូនឃើញនេះ left គឺមកពី leave ណា left នេះគឺមកពី leave ចាក់ចេញអញ្ចឹង already left មានចាក់ចេញរួចហើយណាបើយើងយកទៅដាក់ទៅវាអាចនិយាយបានថា Mr. ចន្ទថាហ្នឹង already left for the day when the phone call came okay លោកចន្ទថាហ្នឹងបានចាក់ចេញហើយនៅថ្ងៃដែលអីថ្ងៃដែលទូរស័ព្ទហ្នឹងទេមកនៅពេលដែលទូរស័ព្ទគេទេមកគាត់ហ្នឹងប៉ុន្តែយើងទៅមើលចម្លើយ D ចុងក្រោយទៀតកុំតើអាចសម្រេចចិត្តចម្លើយ D គេថា had already left មានន័យថាបានចាក់ចេញរួចរាល់ហើយទម្រង់របស់វាគឺទម្រង់អីគេវាមាន had បូកជាមួយនឹង verb 3នេះ already នេះជា adverb had បូកជាមួយនឹង verb 3គឺជាអីគឺជា past simple sorry គឺជា past perfect ណាគឺជា past perfect គឺជា past perfect យើងមិនបាច់ប្រើទេ past perfect អញ្ចឹង past perfect យើងត្រូវចាំទៅពេលដែលយើងរៀន past perfect យើងប្រៀបធៀបជាមួយ past simple ណា past perfect ហ្នឹងវាកើតមុន past simple ណា past perfect វាកើតមុន past simple ឡើយខ្ញុំទៅសេឲ្យមើល past perfect កើតមុនណាកើតមុន past simple យើងចាំមកចំណុចហ្នឹងយើងចាំតែប៉ុណ្្នឹងយើងអាចធ្វើលំហាត់នឹងត្រូវហើយកើតមុនមិនឥឡូវយើងទៅមើលរបស់របស់យើងរបស់យើងគេនិយាយថា Mr. ចន្ទថានេះក្នុងន័យហ្នឹងគឺគាត់បានចាក់ចេញសម្រាប់ថ្ងៃ for the day when the phone came call នៅថ្ងៃដែលទូរស័ព្ទគេទេមកគាត់ហ្នឹងនោះសួរថាតើគាត់ចេញហើយបានទូរស័ព្ទគេទេមកឬក៏គេទេមកហើយបានគាត់ចាក់ចេញមួយណាកើតមុនបានន័យថាគាត់ចេញទៅហើយបានគេទេមកតាមក្រោយនេះរបស់ដែលចាប់ពី van មកហ្នឹងវាជាការអីជាការ past simple ណាអញ្ចឹង past simple វាកើតក្រោយ past perfect វាកើតមុន past simple អញ្ចឹងចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយ D នេះឯង had already left ណា had already left គាត់បានចាក់ចេញរួចទៅហើយនៅពេលដែលទូរស័ព្ទ call មកគាត់ហ្នឹងអូខេអញ្ចឹងយើងទៅមើលទី4ទាំងអស់គ្នាដើម្បីកុំឲ្យវីដេអូនេះវែងខាតពេលយូរគេថា if we keep like this we should be done before the deadline គេថាបើសិនបើយើង keep រក្សាណារក្សាបែបនេះអញ្ចឹងពួកយើងគួរតែត្រូវបានធ្វើមុនពេលថ្ងៃកំណត់ deadline អញ្ចឹងយើងទៅមើល verb ទៅមើល answer គេថា A working
B worked C to work D work អញ្ចឹងតើចម្លើយមួយណាដែលត្រឹមត្រូវនៅពេលដែលយើងកលេចឃើញមួយផ្លែតទៅចម្លើយដែលខុសគឺ B គឺ worked មាន ed នេះហើយដែលបានខុសសារវាមិនអាចបូកជាមួយនឹង verb to បានទេ keep នឹងវាជា main verb វាជា verb សំខាន់នៅក្នុងរបបហ្នឹងហើយអញ្ចឹងវាមិនត្រូវការ verb to ទេចំណែកឯ to work នេះក៏អត់ត្រឹមត្រូវដែរណា keep យើងត្រូវចាំ structure ចាំទម្រង់របស់វាជាទូទៅគេនិយាយថា keep បូកនឹង verb ing ណា keep doing something ណា keep doing something មានន័យថានៅតែធ្វើអីមួយណារក្សាការធ្វើអីមួយ keep doing something អញ្ចឹងចម្លើយដែលខុសគឺ B C D D នេះខុសកាន់តែឆ្ងាយដោយសារ keep work វាអាចនិយាយថា keep work បានទេ work នេះវាជា verb វាមិនអាចនៅបន្តពី verb direct មួយទៀតបានទេណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ A keep working អញ្ចឹងលបាំងទៅជាអីទៅជា if we keep working like this បើសិនបើយើងនៅតែធ្វើបែបនេះ we should be done before the deadline យើងគួរតែត្រូវបានធ្វើមុនពេលថ្ងៃកំណត់អូខេមានន័យថាបើយើងធ្វើអញ្ចឹងយើងនឹងធ្វើចប់មុនថ្ងៃកំណត់ហើយឥឡូវយើងទៅមើលចុងក្រោយណា number 5 ចុងក្រោយគេថាម៉េចគេថា the benefits program in the next few months គេថាកម្មវិធី the benefit program នេះស្រាប់ប្រយោជន៍នៃកម្មវិធីហ្នឹងសូមទោសដោយសារឈឺកបន្តិចណា in the next few months នៅប្រហែលខែនៅ 2-3 ខែបន្ទាប់ណា2-3 ខែបន្ទាប់អញ្ចឹងចម្លើយ A had changed B were changed C will be changed D changed អញ្ចឹងតែចម្លើយមួយណាដែលត្រឹមត្រូវ clear in the next few months គឺជា clear បញ្ជាក់ពីអនាគត future អញ្ចឹងចម្លើយដែលខុសគឺ had changed had នេះវាជាទម្រង់ past ហើយបូកជាមួយ verb ស្ដីគឺ past perfect ណាដូចខាងលើមិញwere changed ជាទម្រង់ past មួយទៀតហើយអានេះវាចូល past simple passive ណាអញ្ចឹងខុសមួយទៀតហើយ will be changed អាហ្នឹងប្រហែលត្រូវប៉ុន្តែមើល D មើល change ទេ change ទេជា verb to change មាន ed ហ្នឹងវាជា verb to នៅក្នុង past simple អញ្ចឹងក៏ជាចម្លើយដែលខុសមួយដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមានតែមួយគត់គឺចម្លើយ C នេះ C will be changed វាគឺជា future simple passive អតីតកាលសំដៅគឺអនាគតកាលអកម្មណាអញ្ចឹងមានន័យថា the benefits program សារៈប្រយោជន៍នៃកម្មវិធីនឹងត្រូវបានផ្លាស់ប្ដូរនៅរយៈពេល 2-3 ខែបន្តទៀតអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចជួយអ្នកទាំងអស់គ្នាក្នុងការស្វែងយល់បន្ថែមពាក់ព័ន្ធទៅនឹងការធ្វើលំហាត់ផ្នែកវិជ្ជាករសម្រាប់ត្រៀមប្រឡងបាក់ឌុបអញ្ចឹងបើមានចម្ងល់អីអាចតម្លាក់សួរក្នុង comment បានអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេ Thank you see you next video